nhóm ca nó có bột thì nhóm thông thoát nơi các bài smart mình mi ấy trong ấy chỉ nè xa để có tới hộ tây ro ngày bây là có tứ mà với bàn tây tung không mình tê này dương hồn tung này từ ấy nhóm có crop lưu thì cũng có đại thà sau thì chui mà nơ chui nè xa nó bây đấy nè xa lấy tu lấy ấy dân tấp sau mà chui dân từ nó bây đó như mẹ làm tha bất được cầm bất để xa tại là nạn thay nhưng mà đại khơi sao nhóm sống qua khơi tháp sáu vì miền rút sầm nặng là cái ấy nhóm cái tha vì đôi mà cha dân đại tha bị bất được cầm bất dương ở đây thì là hốt mà đo đồng bây để nhóm sập xa chụp mũi nên không ai trên lại nít nhưng đâu khơi tha sao bị bất được mình mền khi nhưng mà khơi được bất được đâu phên quá là khờ good job ខ្ញុំឈ្មោះលោកម៉ានសប្តាហ៍ថ្ងៃនេះខ្ញុំមានអាយុ30ឆ្នាំហើយខ្ញុំជាជំនួយការគម្រោងនៅក្នុងអង្គការ Khmer Ocean Line ខ្ញុំចាំបានថាពេលវេលាដំបូងដែលខ្ញុំឃើញផ្សោតគឺពេលវេលាដែលខ្ញុំចុះទៅធ្វើការអង្កេតពីលើដីវាមានភាពលំបាកតិចតួចនៅក្នុងការមើលឃើញផ្សោតពីលើទីទួលខ្ពស់ណាបាទដោយសារទីតាំងហ្នឹងយើងមើលទៅគឺវាឆ្ងាយមែនតើខ្ញុំចាំបានថាខ្ញុំប្រើរយៈពេលយូរមែនតើគេប្រាប់ខ្ញុំថាមានផ្សោតហើយឲ្យខ្ញុំមើលទៅទីតាំងមួយហ្នឹងតែខ្ញុំមើលអត់ឃើញទេពេលដែលខ្ញុំឃើញគឺមានន័យថាគេមើលក្នុងរយៈពេលប្រហែលជាកន្លះម៉ោងហើយឃើញតែកតុយទេហើយខ្ញុំរំភើបប៉ុន្តែគាត់ថាវាអត់ទាន់ឃើញវាច្បាស់ទេពេលមួយទៀតខ្ញុំទៅជិះទូកម្ដងបាទតបមកពេលដែលខ្ញុំជិះទូកហ្នឹងគឺខ្ញុំឃើញសកម្មភាពរបស់វាហែលគឺមានភាពសប្បាយរីករាយមែនតើពេលហ្នឹងបាទរំភើបអីដោយសារយើងឃើញសកម្មភាពរបស់វាហែលលេងវាមានអាកប្បកិរិយាចាប់ចំណីចាប់ត្រីចាប់អីចឹងណាបាទធ្វើឲ្យយើងហ្នឹងគឺមានក្តីស្រឡាញ់ជាមួយនឹងវាមែនតើការងាររបស់ខ្ញុំហ្នឹងខ្ញុំឡើងទូកធម្មតាខ្ញុំឈរនៅមុខគេដើម្បី scan ចឹងអ្នកផ្សេងៗទៀតគាត់នៅសងខាងចឹងគាត់ scan បែរខាងស្ដាំឆ្វេងយើង scan បែរខាងឆ្វេងចឹងខ្ញុំ scan ចេះបាយទាពីរណាឡើងខ្ពស់ទៀតណាខ្ញុំឲ្យផ្អើលឡើងខ្ពស់ហ្មងដល់ពេលដែលខ្ញុំឃើញផ្សោតឬក៏ក្រុមការឃើញផ្សោតអ្នកដែលគាត់កាន់កាមេរ៉ាដូចខ្ញុំអីខ្ញុំថតរូបយកព្រុយខ្នងយកសកម្មភាពតើវាធ្វើអីខ្លះដើម្បីបញ្ចូលទៅក្នុងទិន្នន័យ 1 o'clockការពេលយ៉ាងវាចម្លែកដែរដោយសារតែភ្លេចជាមួយនឹងក្បាលត្រឡោកហ្នឹងធម្មតាវាអត់នៅមួយគ្នាតែនេះលក្ខណៈថាវាធ្វើដំណើរជាប់គ្នាហ្មងណាដូចជាលក្ខណៈអកម្មណាបន្តមកទៀតគ្រប់រយៈពេល3ម៉ោងហ្នឹងយើងដឹងសកម្មភាពវាអស់ហើយយើងបកមកផ្ទះវិញអញ្ចឹងក្រុមការងារនឹងយកกระดาษទិន្នន័យដើម្បីបញ្ចូលទៅក្នុងតារបស់យើង Juvenile any 0 behavioral state isតើគូចង់ដឹងថាតើអ្នកទាំងអស់គ្នាចាំមេរៀនចាស់ៗដែលយើងបានរៀនពីមុនមកអត់ចាំអត់ចាការផ្សព្វផ្សាយក៏វាមានសារៈសំខាន់ដែរបន្ទាប់ពីការស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីនឹងឯងអញ្ចឹងយើងត្រូវការផ្សព្វផ្សាយព័ត៌មានចំណេះដឹងទាំងអស់ហ្នឹងចុះតាមសាលាអញ្ចឹងយើងមានប្រូក្រាមមួយគឺយើងចុះបរៀនតាមសាលាទាំងសាលារដ្ឋទាំងសាលាឯកជនដែលមានក្មេងៗគឺយើងចុះបរៀនពួកគាត់ហើយខ្ញុំជាអ្នកចុះផ្ទាល់ជាមួយនឹងក្រុមការងារដើម្បីទៅបរិយាកាសក្មេងៗគាត់អូខេ 1 2 3 together ប្រហែលឆ្នាំទៅមុខទៀតខ្ញុំសង្ឃឹមថាសមុទ្ររបស់យើងឬក៏បរិស្ថានរបស់យើងនឹងគឺវាមានភាពល្អប្រសើរជាងមុនពិសេសសត្វដែលកម្រដែលនៅសមុទ្ររបស់យើងដែលរងគ្រោះហ្នឹងគឺអាចរស់នៅបានស្ថិរភាពអាចចិញ្ចឹមកូនចិញ្ចឹមអីកើនឡើងបានថែមទៀតអញ្ចឹងចំណេះដឹងផ្សេងៗដែលពួកខ្ញុំព្យាយាមធ្វើរាល់ថ្ងៃទៅជាមួយនឹងការស្រាវជ្រាវទៅជាមួយនឹងការអង្កេតការប្រឹងប្រែងទៅជាមួយនឹងការផ្សព្វផ្សាយទៅដល់ក្មេងៗជំនាន់ក្រោយហ្នឹងសង្ឃឹមថាពួកគាត់នឹងអាចចូលរួមក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីក៏ដូចជាពួកសត្វកម្រទាំងអស់ហ្នឹងវាគង់វង្សយូរអង្វែងដើម្បីតកូនតចៅទៅឲ្យក្មេងៗជំនាន់ក្រោយបានឃើញទៀត